លេចធ្លាយកិច្ចព្រមព្រៀងយក្ស NVIDIA ត្រៀមបោះទុនជួលមជ្ឈមណ្ឌលទិន្នន័យ$50,000,000,000នៅតិចសាសដើម្បីពង្រឹងកម្លាំង AI ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស NVIDIA ត្រូវបានរាយការណ៍ថាបានចុះហត្ថលេខាលើកិច្ចសន្យាជួលមជ្ឈមណ្ឌលទិន្នន័យដ៏ធំសម្បែងមួយនៅរដ្ឋ Texas រដ្ឋអាមេរិកពីក្រុមហ៊ុន HAX ក្នុងតម្លៃរហូតដល់$50,000,000,000 នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times FT ដែលផ្អែកទៅលើប្រភពដែលជិតស្និទ្ធនឹងកិច្ចព្រមព្រៀងនេះយោងតាមប្រភពព័ត៌មានដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថាពីសប្តាហ៍មុនក្រុមហ៊ុន HAX បានប្រកាសពីកិច្ចសន្យារយៈពេល15ឆ្នាំលើទីតាំង Beacon Point កម្លាំង1 មេហ្គាវ៉ាត់ដែលមានតម្លៃដើមប្រមាណ$19,600,000,000អាចនឹងកើនឡើងដល់$50,200,000,000ប្រសិនបើមានការបន្តកិច្ចសន្យាកាលនៅក្រុមហ៊ុនមិនបានបញ្ជាក់ឈ្មោះអតិថិជនឡើយដែលគ្រាន់តែរៀបរាប់ថាអតិថិជនដែលមានកម្រិតវិនិយោគស្រាប់ដែលនឹងដំឡើងឧបករណ៍កុំព្យូទ័រដើម្បីគ្រប់គ្រងដល់ការបណ្ដុះបណ្ដាលនិងប្រតិបត្តិការ AI ទ្រង់ទ្រាយធំប៉ុន្តែ FT បានទម្លាយថាអ្នកជួលពិតប្រាកដនោះគឺ NVIDIA ប្រភពដដែលបានបន្តថា NVIDIA អាចនឹងយកទីតាំងនេះទៅជួលបន្តឲ្យតែដៃគូក្រុមហ៊ុន Cloud ចំនួនថ្មីរបស់ខ្លួនដែលជាអ្នកទិញបន្ទះ chip GPU ដែលផ្ដល់សេវា AI Cloud Computingទោះជាយ៉ាងណាទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបាននៅឡើយនោះទេជាការឆ្លើយតបអ្នកនាំពាក្យរបស់ NVIDIA បានថ្លែងដោយមិនបានបញ្ជាក់ឬបដិសេធរបាយការណ៍នេះថា NVIDIA កំពុងធ្វើការជាមួយដៃគូក្នុងប្រព័ន្ធ Ecology ដើម្បីពន្លឿនការដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ AI ប្រកបដោយប្រសិទ្ធភាពតាមរយៈរចនាសម្ព័ន្ធរោងចក្រ AI ប្រភេទ DSX